ទីក្រុងវ៉ាស៊ីនតោនម្ចាស់ក្រុមហ៊ុន SpaceX, SpaceX និង Tesla, Tesla លោក Elon Musk ព្រមមានចាត់វិធានការក្តៅទៅលើអ្នកណាដែលហ៊ានបញ្ចេញឯកសារសម្ងាត់កាលពីពេលថ្មីនេះពាក់ព័ន្ធនឹងផែនការធ្វើសង្គ្រាមលោកព្រមានថាបុគ្គលិកធ្វើការនៅមន្ទីរបញ្ចកោណក្រសួងការពារជាតិអាមេរិកប្រកាសជាមិនរួចខ្លួនទេគាត់ថានោះជាព័ត៌មានប្រឌិតដែលលួចបញ្ចេញទៅឲ្យកាសែត New York Times, The New York Times ចុះផ្សាយកាសែតផ្សាយថាលោក Elon Musk តែងតែទទួលបានព័ត៌មានថ្មីជានិច្ចបើសិនអាមេរិកមានផែនការធ្វើសង្គ្រាមជាមួយប្រទេសចិននាពេលអនាគតអ្នកនាំពាក្យមន្ទីរបញ្ចកោណប្រាប់ New York Times ថាលោក Musk នឹងទៅក្រសួងការពារជាតិនៅថ្ងៃសុក្រយប់នេះតបតាមការកោះអញ្ជើញពីរដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth អ្នកនាំពាក្យរូបនេះបញ្ជាក់ថានោះគ្រាន់តែជាការធ្វើដំណើរទស្សនកិច្ចធម្មតាតែប៉ុណ្ណោះប៉ុន្តែកាសែត Wall Street Journal ចុះផ្សាយថាលោក Musk មិនមែនទៅក្រសួងការពារជាតិធម្មតាទេកាសែតរ៉ែនេះផ្សាយថាលោក Musk ទៅទីនោះដើម្បីទទួលបានព័ត៌មានសម្ងាត់បំផុតពាក់ព័ន្ធនឹងយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការត្រៀមផ្ទុះសង្គ្រាមជាមួយប្រទេសចិននេះគ្រាន់តែជាចំណែកតូចប៉ុណ្ណោះនៅក្នុងចំណោមព័ត៌មានសម្ងាត់ដទៃទៀតដែលលោក Musk អាចទទួលបានកាសែតទាំងពីរនេះចុះផ្សាយដោយដកស្រង់ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះប្រតិកម្មចំពោះដំណឹងនេះលោក Musk បង្ហោះនៅលើបណ្ដាញ X ចាត់ទុកការផ្សាយរបស់ New York Times ជាការឃោសនាអកុសលសុទ្ធសាធលោកព្រមានប្តឹងអ្នកដែលលួចបញ្ចេញរឿងនេះទៅអ្នកកាសែតលោកថាមិនយូរទេគង់តែរកឃើញអ្នកទាំងនោះជាមិនខានលោក Musk ជាសម្ព័ន្ធមិត្តនយោបាយរបស់លោកត្រាំសប្តាហ៍ថ្ងៃនេះលោកកំពុងដឹកនាំស្ថាប័នត្រួតពិនិត្យប្រសិទ្ធភាពរដ្ឋាភិបាល DOJ ចំណុចរសើបដែលលោក Musk ត្រូវតែបញ្ចេញប្រតិកម្មដប់ទៅនឹងការចុះផ្សាយនោះព្រោះលោកមានផលប្រយោជន៍ច្រើនណាស់នៅប្រទេសចិនក្រុមហ៊ុន SpaceX របស់គាត់ក៏ចុះកុងត្រាតម្លៃរាប់ពាន់លានដុល្លារជាមួយរដ្ឋាភិបាលអាមេរិកដើម្បីអភិវឌ្ឍបច្ចេកវិទ្យាយោធារួមទាំងផ្កាយរណបស៊ើបការសម្ងាត់ផងដែរដូច្នេះផលប្រយោជន៍មានទាំងសងខាងលោកត្រាំក៏បដិសេធការចុះផ្សាយរបស់ New York Times ផងដែរលោកសរសេរនៅលើបណ្ដាញសង្គម Truth Social ថានោះជាព័ត៌មានคล้ายៗត្រាំថា New York Times ចុះផ្សាយគ្មានត្រូវសូម្បីតែបន្តិចថាលោក Musk ទៅស្ដាប់ការនិយាយអំពីផែនការធ្វើសង្គ្រាមជាមួយប្រទេសចិនតាមពិតគម្រោងជួបគ្នានោះគ្មាននិយាយអំពីឈ្មោះប្រទេសចិនសូម្បីតែបន្តិចរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលស្គាល់ថាលោក Musk មានគម្រោងទៅមន្ទីរបញ្ចកោណពិតមែនប៉ុន្តែលោករិះគន់ការនិយាយប្រឆាចការពិតអំពីគម្រោងជួបគ្នានោះលោកបង្ហោះសារនៅលើបណ្ដាញ X ថានេះមិនមែនជាគម្រោងជួបគ្នានិយាយអំពីផែនការសម្ងាត់ធ្វើសង្គ្រាមជាមួយប្រទេសចិនទេនោះជាការជួបគ្នាក្រៅផ្លូវការនិយាយអំពីវានុវត្តន៍ប្រសិទ្ធភាពការងារនិងវិស័យផលិតកម្មឆ្លាតវៃតែប៉ុណ្ណោះប្រភពខ្លះថាអាមេរិកបានរៀបចំផែនការតាំងពីយូរមកហើយថាថ្ងៃណាមួយខ្លួនអាចនឹងផ្ទុះសង្គ្រាមជាមួយចិនចំណុចក្តៅបំផុតនៃសង្គ្រាមគឺកោះតៃវ៉ាន់ប៉ុន្តែបញ្ហាផ្ទៃទៀតក៏អាចជាឈ្នួនឬកាតាលីករនៃសង្គ្រាមដែរដូចជាចំនួនបូរណភាពទឹកដីនៅសមុទ្រចិនខាងត្បូងនិងការដណ្ដើមភូមិសាស្ត្រនយោបាយនៅទីនេះជាដើមបើចិនវាយតៃវ៉ាន់មែនអាមេរិកអាចនឹងធ្វើអន្តរាគមន៍បើសង្គ្រាមផ្ទុះឡើងមែនមុខរបររកស៊ីរបស់លោក Musk នៅប្រទេសចិនប្រកាសជាខាតលងចុងជាមិនខានទន្ទឹមនឹងនោះគាត់ក៏អាចចំណេញមិនស្ទើរដែរពីការលក់បច្ចេកវិទ្យាយោធាទៅឲ្យមន្ទីរបញ្ចកោណឥឡូវនេះដោយលោក Musk និយាយអីចឹងគឺថារដ្ឋាភិបាលរបស់លោកត្រាំកំពុងស្រាវជ្រាវរកមុខអ្នកណាដែលបញ្ចេញការសម្ងាត់ទៅឲ្យអ្នកកាសែត